បងប្អូនមនុស្សផឹកស្រវឹងមាន5ប្រភេទមនុស្សប្រភេទទី1ផឹកស្រវឹងឲ្យដេកយកតែម្ដងមនុស្សប្រភេទនេះជាមនុស្សដែលពូកែលាក់អត្តចរិតលាក់ការគិតលាក់កំនួចអត់ឲ្យគេដឹងថាគាត់ជាមនុស្សបែបណានោះទេមនុស្សប្រភេទទី2ផឹកស្រវឹងឲ្យលោឡាបដ ចង់ប្រើប្រាស់អំពើហិង្សាមនុស្សប្រភេទនេះគាត់គ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់សូវបានល្អទេហើយនៅក្នុងជីវិតពិតប្រាកដរបស់គាត់ជាទូទៅគាត់ឆាប់ឆេវឆាវហើយអាចងាយក្នុងការប្រើប្រាស់អំពើហិង្សាមនុស្សប្រភេទទី3នៅពេលដែលគាត់ផឹកស្រវឹងហើយគាត់ទេទៅគ្រប់គ្នាទេទៅអ្នកនេះទេទៅអ្នកនោះនិយាយទៅទាញទូរស័ព្ទមកទេរហូតមនុស្សប្រភេទហ្នឹងគាត់ចូលចិត្តនិយាយច្រើនហើយចូលចិត្តបង្ហាញទូរស័ព្ទឬក៏បង្ហាញនៅអ្វីដែលគាត់ធ្វើកន្លងមកច្រើនគាត់មិនមែនជាមនុស្សចូលចិត្តអួតទេតែចូលចិត្តបង្ហាញហើយនិយាយច្រើនមនុស្សប្រភេទទី4នៅពេលដែលគាត់ផឹកស្រវឹងខ្លាំងនោះអួតយកហ្មងអត់ចុចទូរស័ព្ទទេទៅអ្នកណាទេប៉ុន្តែអួតនៅក្នុងវងផឹកអួតថាគាត់មាននេះគាត់មាននោះនៅកន្លែងការងារមេស្រឡាញ់គាត់នៅកន្លែងការងារគ្មានអ្នកណាធ្វើល្អដូចគាត់គ្មានអ្នកណាធ្វើបានប្រហែលគាត់អីអញ្ចឹងតែមនុស្សប្រភេទទី5ផឹកស្រវឹងហើយយំយកបដ នៅពេលដែលគាត់យំនេះមិនមែនគាត់បង្ហាញភាពទន់ខ្សោយទេប៉ុន្តែគាត់គឺជាមនុស្សដែលប្រកែទ្រាំគាត់ទ្រាំរហូតដល់ពេលមួយដែលគាត់ទ្រាំលែងបានអញ្ចឹងនៅពេលដែលគាត់ស្រវឹងគាត់ក៏បញ្ចេញមកតែម្ដងអញ្ចឹងមកដល់ចំណុចនេះសំណួរសួរថាតើបងប្អូនជាមនុស្សប្រភេទណានៅពេលដែលផឹកស្រវឹងបងប្អូនជាមនុស្សប្រភេទទី1ទី2ទី3ទី4ឬក៏ទី5បងប្អូនសូមឆ្លើយនៅក្នុងខមមិនអរគុណបងប្អូនជម្រាបលា